ទី4ចិត្តដែលមានវិន័យដែលភាសាអង់គ្លេសហៅថា discipline គុណភាពចិត្តដែលចាំបាច់ទី4នេះគឺជាចិត្តដែលមានវិន័យតើគុណភាពចិត្តដែលមានវិន័យនោះមានន័យដូចម្តេចខ្លះចិត្តដែលមានវិន័យគឺឈរលើគោលចំណុច6យ៉ាងដូចខាងក្រោមនេះបងប្អូនមើលរូបទៅយើងមានតារាងចំនួន6ដែលមានសញ្ញាព្រួញបាញ់ចេញពីពាក្យវិន័យនេះបាទ discipline នេះបាទការគ្រប់គ្រងចិត្តការគ្រប់គ្រងញាណ5សម្របចិត្តអំណត់ជំនឿចិត្តនិងផ្ដោតចិត្តបាទដូចតទៅនេះលោកគ្រូតាទីកូសូមអានជាបន្តទៀតទី1គឺការគ្រប់គ្រងលើចិត្តអារម្មណ៍ដែលភាសាអង់គ្លេសហៅថា mastery of the mind ដើម្បីសិក្សាក៏ដូចជាប្រតិបត្តិពិសោធន៍ស្វែងរកនៅទីត្រាស់ដឹងដែលជាធម្មជាតិខ្លួនពិតរបស់មនុស្សយើងនោះមនុស្សយើងត្រូវការចិត្តដែលស្ងប់មានសន្តិភាពនិងមិនញាប់ញ័រការរៀនធម៌វាទាមទារឲ្យចិត្តយើងអាចយល់ចាក់ធ្លុះអត្ថន័យខ្លឹមសារមាគ៌ារបស់ព្រះធម៌នោះឲ្យបានច្បាស់លាស់ប៉ុន្តែនៅពេលខ្លះចិត្តរបស់មនុស្សយើងនៅតែជាប់ដោតជាមួយរឿងអ្វីៗផ្សេងទៀតដែលធ្វើឲ្យចិត្តមិនអាចទទួលយកនៅអត្ថន័យនៃព្រះធម៌បានទាំងស្រុងឡើយព្រោះថាចិត្តតែងតែត្រូវបានទាញឲ្យចេញដោយអារម្មណ៍ផ្សេងដូចជាអារម្មណ៍ចំណង់តណ្ហាអារម្មណ៍ភាពភ័យខ្លាចនិងកំហឹងជាដើមឡាក់ចិត្តរបស់មនុស្សយើងតែងតែត្រូវបានស្រូបដោយកម្លាំងស្រូបទាញពីរប្រភេទទី1គឺជាកម្លាំងទាញពីមនុស្សឬក៏ស្ថានភាពដែលយើងចាប់អារម្មណ៍ទី2គឺជាកម្លាំងរុញច្រានគេចចេញពីមនុស្សឬក៏ស្ថានភាពដែលយើងមិនចូលចិត្តដូច្នេះចិត្តរបស់មនុស្សយើងតែងតែត្រូវបានទាញឲ្យចេញពីមុខងារគោលដៅរបស់ខ្លួនដោយសារតែទំនាញនៃការចូលចិត្តនិងមិនចូលចិត្តនេះឯងចិត្តរបស់មនុស្សយើងតែងតែមានទំនោរចូលចិត្តនិងមិនចូលចិត្តទៅលើរបស់អ្វីមួយនៅខាងក្រៅទើបធ្វើឲ្យយើងមានការជាប់ជំពាក់និងមានការរើសអើងនោះផងដែរមនុស្សយើងត្រូវគ្រប់គ្រងទំនោរទាំងពីរនេះឲ្យបានព្រោះថាកម្លាំងទំនោរនោះនឹងកាន់តែខ្លាំងឡើងប្រសិនបើមិនបានគ្រប់គ្រងវាក្នុងការប្រតិបត្តិមនុស្សយើងត្រូវរំដោះខ្លួនឲ្យចេញពីទំនោរទាំងពីរនេះព្រោះថាយើងត្រូវដឹងថានៅពេលដែលយើងព្យាយាមបដោតចិត្តបើកម្លាំងទំនោរទាំងពីរនេះខ្លាំងជាងវានឹងទាញចិត្តរបស់មនុស្សយើងឲ្យចេញពីធាតុត្រាស់ដឹងដែលជាខ្លួនពិតរបស់យើងទៅកាន់របស់ដែលបានយើងស្រូបទាញនោះឬក៏រុញច្រានចេញនោះដូច្នេះហើយទើបមនុស្សយើងត្រូវតែយល់ឲ្យអំពីរបៀបចិត្តដែលរំខានដែលធ្វើឲ្យមានការទាញចេញពីការបដោតចិត្តសត្រូវទាំង6របស់ចិត្តដែលបានវឹកហាត់គឺតែងតែត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនៃសត្រូវរបស់ចិត្តទាំង6នោះគឺមានដូចជាទី1ចំណង់តណ្ហាទី2កំហឹងទី3ភាពលោភលន់ទី4មោហៈទី5អំនួតនិងទី6គឺសេចក្តីច្រណែននៅពេលដែលយើងមានការចង់បានដែលហៅថាតណ្ហាអ្វីមួយនោះយើងតែងតែប្រឈមនឹងការកើតឡើងមាននៅកំហឹងព្រោះពេលមានការរារាំងអ្វីមួយមិនអនុញ្ញាតឲ្យយើងសម្រេចបំណងរបស់យើងនោះយើងតែងតែខឹងតែប្រសិនបើបំណងប្រាថ្នារបស់យើងបានសម្រេចទៅវិញនោះវាបែរជាបង្កើតនៅបញ្ហាផ្សេងមួយទៀតព្រោះចិត្តរបស់យើងតែងតែចង់បានមិនចេះឈប់មិនចេះឈរដូច្នេះហើយការលោភលន់បានកើតមានឡើងដូច្នេះសេចក្តីចង់បាននាំឲ្យមានសេចក្តីក្រោធឬក៏សេចក្តីលោភលន់កំហឹងនិងភាពលោភលន់ធ្វើឲ្យមនុស្សយើងមានមោបាំងណាតែខ្មែរហៅថាមោបាំងខ្វះការពិចារណាល្អិតល្អន់ដែលដឹកនាំឲ្យយើងសម្រេចចិត្តមិនបានត្រឹមត្រូវនៅពេលដែលមនុស្សយើងជោគជ័យយើងតែងតែមានមោទនភាពឬក៏មោទកភាពនិងមានភាពក្រអឺតក្រទមបុគ្គលដែលមានអំនួតតែងតែមានទំនោរចិត្តស្វែងរកសេចក្តីសុខខ្លួនឯងពីសមិទ្ធផលរបស់ខ្លួនដែលសម្រេចបាននោះតែនៅពេលដែលគេបានជួបមនុស្សដែលជោគជ័យជាងខ្លួនឯងគេតែងតែធ្វើការប្រៀបធៀបខ្លួនឯងទៅនឹងមនុស្សជោគជ័យនោះភ្លាមហើយនៅពេលគេមើលឃើញថាខ្លួនឯងនៅមានភាពអន់ជាងគេក៏មានចិត្តច្រណែនឈ្នានីសទំនោរចិត្តទាំង6យ៉ាងនេះឯងជាសត្រូវខាងក្នុងនៃចិត្តរបស់យើងមនុស្សយើងត្រូវរំដោះខ្លួនឲ្យមានសេរីភាពពីទំនោរទាំងអស់នេះទី2ការគ្រប់គ្រងលើញាណទាំង5ដែលភាសាអង់គ្លេសហៅថា Mastery of the Sense Organ ចិត្តជាអារម្មណ៍គឺនៅពីក្រោយឯញាណទាំង5ជាអារម្មណ៍គឺនៅខាងមុខ
ការរៀនគ្រប់គ្រងញាណទាំង5មានន័យថាការគ្រប់គ្រងលើញាណភ្នែកត្រចៀកច្រមុះស្បែកអណ្ដាតនិងរូបកាយដែលនៅក្នុងពុទ្ធសាសនាហៅថាបញ្ចវិញ្ញាណដែលមានទំនាក់ទំនងទៅនឹងរបស់ទាំងឡាយនោះឧទាហរណ៍អណ្ដាតយើងអាចមានទំនោរចង់សាកនៅរសជាតិណាមួយដូចជាការចង់សាកភ្លក់នៅរសជាតិផ្អែមបើយើងមិនបានញ៉ាំរបស់រសជាតិផ្អែមមួយរយៈពេលនោះធ្វើឲ្យយើងនឹកឃើញចង់ញ៉ាំទៀតចិត្តរបស់យើងមានចំណង់ចង់ហើយអណ្ដាតរបស់យើងមានចំណង់ចង់បានរសជាតិផ្អែមនោះដូចគ្នានេះផងដែរញាណនៃការប៉ះតែងតែទំនោរចង់បានការប៉ះអ្វីមួយនិងញាណត្រចៀកតែងតែមានទំនោរចង់ឮនៅសំឡេងនៅអ្វីមួយដែរទម្លាប់ស្រេកឃ្លាននៃញាណទាំង5នេះតែងតែធ្វើឲ្យមនុស្សយើងលង់ជ្រៅទៅក្នុងអារម្មណ៍សប្បាយទាំងអស់នោះម្ដងហើយម្ដងទៀតដូច្នេះការគ្រប់គ្រងលើញាណទាំង5គឺជាការទាញយកញាណទាំងនេះចេញពីការស្រេកឃ្លានទាំងអស់នោះហើយផ្ដោតទៅលើការរៀននិងពិសោធន៍ធម្មជាតិត្រាស់ដឹងដែលជាខ្លួនពិតរបស់មនុស្សយើងនេះឯងអ្នកដែលរៀននិងពិសោធន៍ធម្មជាតិត្រាស់ដឹងដែលជាខ្លួនពិតរបស់មនុស្សយើងត្រូវតែមានសមត្ថភាពអាចស្ដាប់អាចអានហើយនឹងអាចផ្ដោតទៅលើការបង្រៀនធម៌ក្នុងរយៈពេលជាក់លាក់មួយដូច្នេះដើម្បីឲ្យមានចិត្តអាចផ្ដោតអារម្មណ៍បានល្អគឺទាមទារឲ្យកូនសិស្សត្រូវមានសមត្ថភាពគ្រប់គ្រងនៅលើចិត្តខ្លួនឯងការគ្រប់គ្រងចិត្តនិងញាណខ្លួនឯងគឺវាចាំបាច់ណាស់ដើម្បីឲ្យចិត្តនិងញាណទាំង5ឲ្យមានការផ្ដោតចិត្តសម្រាប់ការសិក្សារៀនសូត្រនិងពិសោធន៍នៅធម្មជាតិត្រាស់ដឹងមនុស្សយើងទូទៅនៅពេលដែលយើងចង់ផ្ដោតចិត្តរបស់យើងតែងតែមើលឃើញថាចិត្តយើងតែងតែត្រូវបានរំខានដោយញាណទាំង5នេះតែម្ដងឧទាហរណ៍នៅពេលដែលយើងចង់ឲ្យត្រចៀកយើងផ្ដោតស្ដាប់អ្វីមួយប៉ុន្តែត្រចៀកយើងបែរជាចង់ទៅស្ដាប់សំឡេងនៅកន្លែងផ្សេងទៅវិញដូចគ្នានេះផងដែរនៅពេលដែលយើងចង់ឲ្យភ្នែកយើងមើលអ្វីមួយប៉ុន្តែភ្នែកយើងតែងតែមានទំនោរចង់ទៅឃើញអ្វីផ្សេងទៀតហើយនៅពេលដែលភ្នែកនិងត្រចៀករបស់យើងទៅណាមានន័យថាចិត្តរបស់យើងក៏វាទៅជាមួយនឹងភ្នែកនិងត្រចៀកនោះដែរអណ្ដាតរបស់យើងតែងតែនឹកចង់ញ៉ាំរបស់ផ្អែមដែលយើងធ្លាប់បានញ៉ាំតាំងតែពីម្សិលមិញទាំងអស់នេះហើយគឺជាការរំខានដូច្នេះទើបថាវាជាការចាំបាច់ណាស់សម្រាប់អ្នកប្រតិបត្តិនៅក្នុងការគ្រប់គ្រងលើចិត្តអារម្មណ៍និងញាណអារម្មណ៍ទាំង5នេះបងប្អូនដែលបានអាននិងស្ដាប់នៅសំឡេងសៀវភៅសំឡេងខ្លីៗរបស់យើងខ្ញុំរួចហើយប្រសិនបើបងប្អូនមានបំណងចង់ស្ដាប់និងអានមេរៀនពេញនិងសំឡេងពេញលេញតែម្ដងបាទសូមតែចូលទៅកាន់ website trasdeng.com បាទយើងសរសេរ TRAS trasdeng.com បាទដូចនេះបងប្អូនអាចនឹងចូលទៅអាននិងស្ដាប់នៅវីដេអូនិងសំឡេងពេញលេញតែម្ដងនៅក្នុង website របស់យើងសម្រាប់ជំហានបន្តទៀតបាទសូមអរគុណ